អ្នកគ្នាជួបមួយ admin ទៀតណាអញ្ចឹងថ្ងៃហ្នឹង admin ចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការប្រើប្រាស់មុខងារមួយដែលមានឈ្មោះថា Drawing Assist នៅលើទូរស័ព្ទដៃ Samsung ដែលមុខងារហ្នឹងគឺយើងអាចធ្វើការគូសរូបបែបនេះអញ្ចឹងអូខេបន្ទាប់មកបងប្អូនអាចធ្វើការចែករករូបហ្នឹងទៅជារូបដែលមាន colorful ស្អាតៗអញ្ចឹងខ្ញុំគិតថាសម្រាប់បងប្អូនដែលគាត់មានកូនតូចអីចឹងអាចប្រើប្រាស់ជាមួយមុខងារនេះគឺល្អព្រោះអាចឲ្យអូនគាត់ហ៊ានគូសរូបលេងពេលដែលគាត់ត្នេអីអញ្ចឹងទៅឬពេលនេះទៅក៏មកគាត់លេងទូរស័ព្ទច្រើនឲ្យគាត់ប្រើប្រាស់ជាមួយនឹងមុខងារហ្នឹងគូសរូបគូអីលេងដែលគាត់ចង់គូសបានហើយឲ្យគាត់ generate ទៅជារូបដែលមាន colorful ស្អាតៗទៀតអញ្ចឹងណាអញ្ចឹងចង់ដឹងពីរបៀបនៅក្នុងការប្រើមុខងារហ្នឹងមកមើលវីដេអូរបស់ admin ទាំងអស់គ្នាតោះអញ្ចឹងវិធីនៅក្នុងការគូសរូបឲ្យ generate ទៅជា color បែបហ្នឹងអត់អីប្រហែលបងប្អូនចូលមកខាងគៀនទូរស័ព្ទនេះក៏បានឬក៏បងប្អូនធ្វើការចុចទៅលើអាសញ្ញាប៊ិចនេះក៏បានដែរបងប្អូនធ្វើការ select លើហ្នឹងហើយយកពាក្យថា scratch to image នេះមាន logo រូបបែបនេះណាបងប្អូនធ្វើការចុច select នៅលើហ្នឹងទៅម្ដងកន្លែងនេះគឺគេឲ្យយើងគូសរូបអញ្ចឹងបងប្អូនអាចគូសរូបអីដែលបងប្អូនចង់generate អីចឹងទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការគូសជាមួយនឹងរូបផ្កាអីមួយចឹងណាឬក៏បងប្អូនអាចគូសជារូបតុក្កតាអីក៏បានដែរអញ្ចឹងបងប្អូនព្យាយាមគូសឲ្យរៀងដូចបន្តិចណានេះកុំគូសខ្វៀកពេកព្រោះបើសិនជាបងប្អូនគូសរៀងខ្វៀកពេកគឺវាអាច generate មកអត់ចំរូបដែលយើងចង់បានទេហើយពេលខ្លះវាអាចធ្វើឲ្យការ generate របស់បងប្អូនហ្នឹង error ដែរអញ្ចឹងកន្លែងនេះនៅពេលបងប្អូនគូសអីព្យាយាមគូសឲ្យរៀងផ្ចិតផ្ចង់បន្តិចឲ្យយើងមើលទៅយើងអាចយល់ថាតើយើងកំពុងតែចង់គូសអំពីរូបអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាព្រោះអញ្ចឹងកន្លែងនេះខ្ញុំនឹងសាកគូសជាមួយរូបផ្កាអីអញ្ចឹងទៅមានស្លឹកមានអីអញ្ចឹងទៅបងប្អូនអញ្ចឹងទៅខ្ញុំគូសក៏មិនជាណាដែរតែខ្ញុំបានព្យាយាមហើយខ្ញុំគិតថាប៉ុណ្នេះវាគួរតែអាច generate ចេញបានអញ្ចឹងទៅបងប្អូន select កន្លែងនេះអានេះរើសមួយណាក៏បានដែរ select ហើយចុច generate បងប្អូនធ្វើការរងចាំបន្តិចទៅចំពោះការ generate វាអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងដែរអញ្ចឹងបើអ៊ីនធឺណិតយើងលឿនវាអាច generate បានលឿនដែរអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ generate ហើយនឹងទទួលបានរូបបែបនេះឃើញអត់គេមាន option ឲ្យយើងពី3ទៀតដើម្បីជ្រើសទៅណាអញ្ចឹងបងប្អូនឆ្លាញ់ option ណាគ្រាន់តែចុចសញ្ញាព្រួយខាងលើហើយស្ញវាទៅបងប្អូន